ក្តៅទៀតហើយបងប្អូនព័ត៌មានបឋមទាហានថៃ2នាក់រងរបួសដោយសារគ្រាប់មីនចាស់នៅមូលដ្ឋានប្រតិបត្តិការភូភ្លីខេត្តស៊ីសាកេតនៅវេលាម៉ោងប្រហែល12នាទីរសៀលថ្ងៃទី17ខែកក្កដាឆ្នាំ2026មានហេតុការណ៍ជាន់គ្រាប់មីនចាស់មួយបានកើតឡើងនៅមូលដ្ឋានប្រតិបត្តិការភូភ្លីស្ថិតនៅក្នុងស្រុកតាវ៉ាឡាក់ខេត្តស៊ីសាកេតប្រទេសថៃគណៈកងកម្លាំងកំពុងបំពេញបេសកកម្មកែលម្អមូលដ្ឋាននិងពង្រឹងវិធានការសន្តិសុខតាមរបាយការណ៍បឋមគ្រាប់មីននោះមិនទាន់ផ្ទុះពេញលេញនោះទេបណ្ដាលឲ្យទាហានថៃ2នាក់រងរបួសទាហានម្នាក់រងរបួសនៅតំបន់ម្រាមជើងនិងកជើងដោយមានសភាពហើមនិងរបួសស្រាលពីកម្លាំងផ្ទុះខណៈទាហានម្នាក់ទៀតរងរបួសដោយសារអំបែងនិងកំទេចកំទីប៉ុន្តែមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេអាជ្ញាធរពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេតនិងវិតម្លៃពីប្រភេទគ្រាប់មីនព្រមទាំងមូលហេតុនៃហេតុការណ៍នេះបាទបងប្អូនព័ត៌មានមួយទៀតដែលមេតបថៃក៏ក្លឿនបានលើកឡើងថាចង់បាញ់គ្នាណាស់មែនទេដាក់មុនទៅកុំនៅធ្វើកំសាកអញ្ចឹងអាមួយចរចានៅចិនអាមួយព្រុសពីថៃពួកអានេះអគ្គលេខាធិការកងទ័ពថៃមិនជឿលើការអះអាងរបស់កម្ពុជាទាក់ទងនឹងការបាញ់ប្រហារ3គ្រាប់នៅជិតមូលដ្ឋានយោធាថៃនោះទេលោកបានបញ្ជាក់ថាការសងសឹកនេះគឺស្របតាមនីតិវិធីប្រតិបត្តិការស្តង់ដារថ្ងៃទី17ខែកក្កដាអគ្គលេខាធិការកងទ័ពភូមិភាគថៃបានផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃដែលការបាញ់ប្រហារ3គ្រាប់ពីភាគីកម្ពុជានៅជិតមូលដ្ឋានយោធាថៃលោកបានបញ្ជាក់ថាយើងបានសងសឹកតាមនីតិវិធីដែលបានកំណត់របស់យើងភាគីកម្ពុជាបានតាក់ទងមកយើងសម្រាប់ការពិភាក្សារវាងមេបញ្ជាការនៅក្នុងតំបន់យើងបានព្រមានពួកគេយ៉ាងមុតមមថាឧបទ្ទវហេតុនេះមិនត្រូវកើតឡើងម្ដងទៀតទេប្រសិនបើវាកើតឡើងម្ដងទៀតមែនពួកគេត្រូវតែគោរពតាមសេចក្តីប្រកាសរួមថៃកម្ពុជាប្រសិនបើពួកគេបន្តរំលោភឬបំពានកិច្ចព្រមព្រៀងយើងនឹងបន្តតាមនីតិវិធីរបស់យើងថៃគេថាដូច្នេះបងប្អូនតាក់ទងនឹងថាតើកម្ពុជាផ្ដល់ហេតុផលសម្រាប់ការបាញ់ប្រហារ3គ្រាប់ឬអត់អគ្គសេនាធិការកងទ័ពជើងគោកបានបញ្ជាក់ដោយត្រង់ថាដោយមិនគិតពីការពន្យល់របស់ពួកគេមិនថាវាបណ្ដាលមកពីបញ្ហាវិន័យបញ្ហាកងទ័ពឬការផឹកស្រានោះទេយើងមិនជឿវាឡើយយើងគ្រាន់តែជឿលើការពិតដែលថាឧបទ្ទវហេតុនេះបានកើតឡើងហើយយើងបានសងសឹករួចរាល់ហើយព័ត៌មានមួយទៀតទាក់ទងនឹងសិស្សសាលានៅខេត្តស៊ីសាកេតបានគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់រថយន្តក្រុងថៃដឹកសិស្សសាលាទៅទស្សនកិច្ចសិក្សាក្រឡាប់ធ្លាក់ផ្លូវជាតិលេខ24នៅខេត្តសូរិនបណ្ដាលឲ្យមនុស្ស57នាក់រងរបួសរថយន្តក្រុងដឹកសិស្សនិងគ្រូបង្រៀនដែលធ្វើដំណើរទៅទស្សនកិច្ចសិក្សាបានបាត់បង់ម្ចាស់ការលើចង្កូតនិងក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ24នៅមុខវត្តដ៏ល្បីមួយក្នុងខេត្តសូរិនប្រទេសថៃកាលពីថ្ងៃទី17ខែកក្កដាឆ្នាំ2026តាមព័ត៌មានបឋមហេតុការណ៍នេះបានបណ្ដាលឲ្យសិស្សនិងគ្រូបង្រៀនសរុបចំនួន57នាក់រងរបួសក្រុមសង្គ្រោះនិងអាជ្ញាធរពាក់ព័ន្ធបានចុះទៅកន្លែងកើតហេតុបន្ទាន់ដើម្បីផ្ដល់ជំនួយសង្គ្រោះនិងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ